ថ្ងៃនេះខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលនិយមលេងបណ្ដាញសង្គម Facebook ទាំងអស់បាទថ្ងៃនេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបានពង្រឹងប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជាឲ្យមានភាពយុត្តិធម៌និងសុក្រិតជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាអ្នកទោសនៅទូទាំងប្រទេសក៏ដូចជារូបខ្ញុំបាទទទួលបានភាពយុត្តិធម៌ពីប្រព័ន្ធតុលាការបាទហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចព្រះតេបណ្ឌិតហ៊ុនហ៊ុនសែនដែលជាប្រធានកាកបាទក្រហមកម្ពុជាតាមរយៈកាកបាទកម្ពុជាសម្ដេចបានផ្ដល់ជាគម្រោងអំណោយទឹកស្អាតចូលដល់ក្នុងពន្ធនាគារព្រៃសរដល់ឲ្យអ្នកទោសប្រមាណជាង 5000 នាក់បានទទួលប្រើប្រាស់ទឹកស្អាតជារៀងរាល់ថ្ងៃកាកបាទក្រហមកម្ពុជាពិតជាមិនបានប្រកាន់ជាតិសាសនានិន្នាការនយោបាយណាឡើយបន្ទាប់ពីនេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះ Facebook page និងទំព័រ Facebook ទាំងអស់ដែលបានជួយបង្ហោះក៏ដូចជាវីដេអូក៏ដូចជា share អំពីព័ត៌មានរបស់ខ្ញុំបាទក៏ដូចជារូបភាពនិងវីដេអូរបស់ខ្ញុំបាទដែលបានកើតឡើងនៅពេលកន្លងមកខ្ញុំបាទសូមថ្លែងអំណរគុណចំពោះ page ខ្មែរ Note ខ្មែរ Facebook News and Funny ត្រូខ្មែរ Troll and Fab បាក់ Troll ដុតគ្មានអាណិតប៉ាន់តែដែលបានផុសរូបភាពក៏ដូចជាវីដេអូដែលធ្វើឲ្យអ្នកលេងនិយមលេងបណ្ដាញសង្គម Facebook ទាំងអស់បានជ្រាបដឹងយល់ពីការពិតនិងបានកាត់ឡើងដោយសារបងប្អូននៅក្នុងបណ្ដាញសង្គម Facebook បានចោទសួរខ្ញុំថាតើរវាងខ្ញុំនិងប្អូនត្រីលុចតើធ្លាប់មានទំនាក់ទំនងឬក៏ទំនាស់គ្នាពីមុនមកនោះទេបាទថ្ងៃនេះខ្ញុំសូមបកស្រាយនិងបញ្ជាក់ថាខ្ញុំមិនដែលមានទំនាក់ទំនងឬក៏ជំនួសទំនាស់អ្វីជាមួយប្អូនដែលលុចពីមុនមកនោះទេហើយខ្ញុំពិតជាសោកស្ដាយណាស់នៅទង្វើរបស់ខ្ញុំបាទដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងមួយពេលដែលបានបង្កើតទៅជាបញ្ហាដល់ការលំបាកដល់ក្រុមគ្រួសាររបស់រូបខ្ញុំបាទនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសផ្ទាល់របស់រូបខ្ញុំប៉ុន្តែខ្ញុំមានភាពសំណោះរីករាយយ៉ាងខ្លាំងដែលបានឃើញនៅរាល់ comment ការជូនពររបស់ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ហើយពុកម៉ែបងប្អូនបានដឹងការពិតពីដំណើរដែលបានកើតឡើងអរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់បងប្អូនខ្ញុំគ្មានអ្វីដែលអាចថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាបាននោះទេជាចុងក្រោយខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានិងអ្នកនិយមលេងបណ្ដាញសង្គម Facebook ដែលបានមើលវីដេអូនេះសូមជួបតែសំណាងល្អហើយខ្ញុំសូមអភ័យទោសបើសិនជារូបខ្ញុំបាទនិយាយអ្វីមិនបានសមរម្យបាទសូមអរគុណ